សម្រាប់មុខម្ហូបមួយមុខនេះគឺចំណាយលុយតិចចំណេញច្រើនសម្រាប់អ្នកដាច់លុយចុងខែអាចសាកល្បងធ្វើមុខម្ហូបមួយមុខនេះបានដោយសារតាវាមានរសជាតិឆ្ងាញ់ហើយវាចំណាយលុយតិចទៀតសម្រាប់លក់យើងមានអីច្រើនទេបងប្អូនមានណាផ្កាស្នោពពាយត្រាប់វែងហើយទៅសក់តែគួរអីនឹងឯងបន្លែយើងមានតែប៉ុណ្្នឹងឯងបងប្អូនមើលបងប្អូនចង់ញ៉ាំអីបងប្អូនអាចដាក់បន្ថែមទៀតបានបន្តមកខ្ញុំចាប់ផ្ដើមហាន់សាច់ឆ្កឹះក្របកសាំងយើងយកទៅសាច់វាសម្រាប់យកមកឆាអីចឹងណាបន្ទាប់ពីហ្នឹងធ្វើគ្រឿងឲ្យខ្ញុំទុកសិនបន្ទាប់មកខ្ញុំក៏ចាប់ផ្ដើមមករៀបចំបន្លែយើងដែលបានលាងទឹកនេះហើយបន្ទាប់ពីលាងទឹកហើយយើងក៏ចាប់ផ្ដើមដេកដេអីវានៅក្នុងថាសឲ្យស្អាតមករៀបចំវាមានរបៀបអីចឹងណាសម្រាប់យើងថតមកប៉ុសពីរប៉ុសទុកមើលអីចឹងណាបងប្អូនបន្ទាប់ពីយើងរៀបចំបន្លែប្លុកស្អាតបាតហើយយើងទុកម្លែកសិនបន្ទាប់មកខ្ញុំក៏ចាប់ផ្ដើមចាក់ខ្លាញ់ដើម្បីបំពងខ្ទឹមឲ្យមានក្លិនឈ្ងុយដល់តែអ្នកចិត្តខាងអីចឹងណាបន្ទាប់ពីបំពងឈ្ងុយហើយខ្ញុំក៏ចាប់ផ្ដើមចាក់សាច់ខ្ញុំចាប់ផ្ដើមកូរវាទៅឲ្យវារៀងក្រៀមដាច់ទឹកតិចយើងចាប់ផ្ដើមដាក់ប្រហុកចូលចឹងឥឡូវខ្ញុំបើកសលេងឲ្យបងប្អូនស្ដាប់បន្តិចបន្ទាប់ពីយើងទុកសាច់យើងឲ្យឆ្អិនរៀងក្រៀមបន្តិចហើយយើងក៏ចាប់ផ្ដើមដាក់ប្រហុកគោឲ្យសព្វបន្តិចមកបន្ទាប់ពីនឹងទៀតខ្ញុំក៏បានដាក់ស្ករសយើងដាក់ច្រើនតិចមកព្រោះអីប្រហុកវារៀងប្រៃបន្ទាប់មកក៏ខ្ញុំបានដាក់ប៊ីចេងបន្ទាប់ពីប៊ីចេងមកក៏ខ្ញុំដាក់កសាំងចូលទៅនឹងហើយកូរចុះកូរឡើងអីចឹងណាបន្ទាប់ពីដាក់កសាំងខ្ញុំក៏ចាប់ផ្ដើមគោះពងមាន់មួយគ្រាប់ពីរគ្រាប់ចូលនៅក្នុងនឹងដើម្បីឲ្យវាមានរសជាតិកាន់តែឆ្ងាញ់ជាងនឹងឥឡូវប្រហុកយើងចាប់ផ្ដើមឆ្អិនបដាតែយើងត្រូវកូរឲ្យដាច់ទឹកដើម្បីយើងទុកហូបបានយូរអីចឹងណាបងប្អូននេះសម្រាប់អ្នកចុងខែអាចធ្វើបានហ្មងចំណាយលុយតិចចំណេញច្រើនដូចខ្ញុំថាអញ្ចឹងណាហើយនេះរសជាតិឲ្យអូយហ្មងប្រហុកឆាសាច់ជ្រូកយើងឥឡូវយើងធ្វើរួចរាល់ហើយយើងក៏ចាប់ផ្ដើមរៀបចំដាក់ថតបងប្អូនប្រហុកយើងឆ្អិនហើយអ្នកតំណងអ្នកគួរចង់ញ៉ាំហ៎នេះអូយឡើងឈ្ងុយដល់តែអ្នកចិត្តខាងហ្មងសម្រាប់ម្ចាស់នេះដែរគឺយើងយកទៅផ្ញើអ្នកចិត្តខាងយើងដាក់ផ្លេចអ្នកចិត្តខាងខ្ញុំចង់តែមួយគ្នានេះបាយបាយទាំងអស់គ្នា